មកសរសើរបងប្អូននេះយើងមើលថ្ងៃខែយើងតិចណាឥឡូវថ្ងៃទី4ឆ្នាំម្សាញ់ខ្ញុំកើតឆ្នាំម្សាញ់ណាឆ្នាំម្សាញ់វាត្រូវ1988ហើយនៅពេលយើងដាក់ធ្វើបញ្ញវន្តការដែលទៅមើលឆ្នាំម្សាញ់1988ហ្នឹងគឺវាទៅជាឆ្នាំខ្មែរយើងឆ្នាំផ្សេងវិញទៅមើលបងប្អូនមើលអញ្ចឹងវាខុសមកពីយើងឬមួយក៏ខុសមកពីប្រតិទិនហ្នឹងប្រតិទិនរបស់ខ្មែរយើងគេបង្កើតមកយើងចុចទៅឧទាហរណ៍ថ្ងៃទី1មករាឆ្នាំ1988ជ្រើសរើសហ្នឹងហើយទៅជាឆ្នាំថោះហ្នឹងហើយបងប្អូនមានដឹងឲ្យយល់ទេអាហ្នឹងខ្ញុំដូចអត់យល់ទេទៅជាបោះមៀកទៅឆ្នាំថោះវិញឆ្នាំថោះ2531ដូចជាត្រូវថា1988និង2531ពុទ្ធសករាជយើងប៉ុន្តែឆ្នាំដាក់ពីលើនេះគឺឆ្នាំថោះអញ្ចឹងក្នុងមានន័យថាម៉េចវិញខ្ញុំអត់យល់ពីវាចូលឆ្នាំសកលតែបងប្អូនយល់ជួយប្រាប់ផងខ្ញុំអត់យល់អីឥឡូវបើជាបច្ចុប្បន្នកាលវាត្រូវឆ្នាំម្សាញ់ហ្នឹងណាបច្ចុប្បន្នកាលនេះបោះមៀកឆ្នាំម្សាញ់អាហ្នឹងខុសមកពីស្អីគេវិញបងប្អូនជួយបញ្យល់ជួយប្រាប់បងអ្នកយល់អូខេបងប្អូនប៉ុណ្ណឹង